ថ្ងៃនេះនាងខ្ញុំមកធ្វើសម្លម្ជូរគ្រឿងសាច់មាន់ជូនដល់បងអូនមើលទាំងអស់គ្នាអានេះគឺជាគ្រឿងផ្សំដែលយើងត្រូវយកទៅស្លសម្លម្ជូរគ្រឿងសាច់មាន់នេះបងអូនអញ្ចឹងខ្ញុំនឹងរៀបរាប់ពីគ្រឿងនីមួយៗជូនដល់បងអូនមើលយើងមានសាច់មាន់ចំនួន1ក្បាលហើយយើងកាប់ជាដុំៗបែបនេះដុំទុយៗបែបហ្នឹងបងអូនបន្ទាប់មកយើងមានត្រកួនហើយបន្ទាប់មកក៏យើងមានជាមួយនឹងស្លឹកម្រះព្រៅហើយយើងងាកតែគ្រឿងទេសរបស់យើងវិញក៏យើងមានដូចជាគ្រឿងដែលយើងបុកហាលស្រាប់ទឹកត្រីមួយកន្លចានយើងមានដូចជាម្សៅស៊ុបយើងមានស្ករសយើងមានម្សៅរ៉ូឌីយើងមានអំបិលទុំយើងមានអំបិលតែបើតែបងអូនដែលគាត់ញ៉ាំប្រហុកអាចបន្ថែមជាមួយនឹងប្រហុកបានសម្រាប់ចាស់នាងខ្ញុំគឺអត់ញ៉ាំប្រហុកទេកូនក៏អត់ចេះញ៉ាំអញ្ចឹងនាងខ្ញុំអត់ដាក់ប្រហុកទេអញ្ចឹងសម្រាប់តែបងអូនដែលគាត់ចូលចិត្តញ៉ាំប្រហុកអាចដាក់ប្រហុកថែមតាមគ្រួសារតាមផ្ទះគឺខុសៗគ្នាអញ្ចឹងបងអញ្ចឹងបើបងអូនចូលចិត្តញ៉ាំប្រហុកអាចដាក់ប្រហុកបន្ថែមបាននេះគឺជាគ្រឿងដែលនាងខ្ញុំយកមកដាក់ស្លម្ជូរគ្រឿងរបស់ខ្ញុំថ្ងៃនេះគឺនាងខ្ញុំអត់មានពេលបុកគ្រឿងទេនាងខ្ញុំទិញគ្រឿងបុកស្រាប់គ្រឿងនេះគឺនាងខ្ញុំទិញនៅក្នុងផ្សារទំនើបលក្ខីគឺមានលក់ហ្មងគ្រឿងបុកហ្នឹងអញ្ចឹងមកមើលជាមួយនឹងវិធីស្លម្ជូរគ្រឿងជាមួយខ្ញុំទាំងអស់គ្នាណាបងអូនចាជាដំបូងគេគឺយើងបើកភ្លើងឲ្យក្តៅមកយើងដាក់ឆ្នាំងឲ្យវាក្តៅបន្ទាប់មកយើងចាក់ប្រេងឆាចូលបងអូនចាក់ប្រេងឆាទុកប្រេងឆាឲ្យវារៀងក្តៅបន្តិចហើយបន្ទាប់មកចាំយើងដាក់គ្រឿងដែលយើងបានបុកហើយហ្នឹងគឺយើងដាក់ចូលមកពេលដែលខ្លាញ់យើងក្តៅហើយយើងចាប់ផ្ដើមដាក់គ្រឿងដែលយើងបានបុកហើយហ្នឹងដាក់វាចូលមកបងអូនយើងរំលឹងជាមួយនឹងគ្រឿងយើងឲ្យវាឡើងក្រហមឲ្យវាឡើងឈ្ងុយហើយបន្ទាប់មកចាំយើងធ្វើការដាក់សាច់មាន់ចូលបងអូនឥឡូវនេះគឺយើងបានដាក់ជាមួយនឹងគ្រឿងចូលរំលឹងជាមួយនឹងប្រេងឆាហើយណាបងអូនយើងរំលឹងវាឲ្យវាឡើងឈ្ងុយឲ្យវាឡើងក្រហមមែនទែនសិនចាំយើងធ្វើការដាក់ជាមួយនឹងសាច់មាន់ចូលបងអូនឥឡូវនេះគ្រឿងដែលយើងបានរំលឹងហ្នឹងគឺបានឡើងក្រហមល្អហើយយើងចាប់ផ្ដើមចាក់សាច់មាន់ដែលយើងបានកាប់ជាដុំហើយលាងសម្អាតឲ្យស្អាតនេះយើងចាក់សាច់មាន់នេះចូលទៅក្នុងគ្រឿងរបស់យើងទាំងអស់តែម្ដងបងអូនយើងធ្វើការចាក់សាច់មាន់យើងចូលទៅហើយយើងយកវែកមកកូរគ្រឿងជាមួយនឹងសាច់មាន់ហ្នឹងឲ្យវាចូលជាតិគ្នាបន្ទាប់មកបងអូនកុំអាចចាក់ទឹកចូលទេរំលឹងវារងាស់វាឲ្យវាចេញទឹកពីសាច់មាន់សិនណាបងអូនចាំមើលតិចទៀតទឹកមាន់គឺវានឹងចេញមកតែម្ដងខ្ញុំអត់មានចាក់ទឹកទេណាបងអូនចាំមើលតិចទៀតបងអូននឹងឃើញមានទឹកហ្មងគឺវាចេញពីសាច់មាន់ហ្នឹងអញ្ចឹងពេលដែលយើងចាក់សាច់មាន់កូរជាមួយគ្រឿងបែបនេះយើងកុំអាចចាក់ទឹកទេបងអូនទុករងាស់ឲ្យវាចេញទឹកឆ្អាបជាតិឆ្អាបពីសាច់មាន់សិនរងាស់ឲ្យវារីងទឹកដែលចេញពីសាច់មាន់ហ្នឹងហើយចាំយើងធ្វើការបន្ថែមជាមួយនឹងទឹកតាមក្រោយបងអូនដើម្បីកុំឲ្យវាមានជាតិឆ្អាបបងអូនអញ្ចឹងពេលដែលយើងលេងសាច់មាន់ឲ្យវាចូលចិត្តគ្នាបន្តិចជាមួយគ្រឿងហើយយើងបន្ថែមជាមួយនឹងទឹកត្រីរបស់យើងបងអូនចាទឹកត្រីគឺយើងចាក់ត្រឹមពាក់កណ្ដាលកូនចានសិនបានហើយយើងចាក់ប៉ុណ្ណឹងសិនបន្ទាប់មកយើងដាក់ជាមួយនឹងស្ករសបងអូនស្ករសក៏យើងដាក់ត្រឹមពាក់កណ្ដាលចានសិនដែរយើងកុំអាចចាក់ទាំងអស់យើងចាក់ពាក់កណ្ដាលទុកពាក់កណ្ដាលសិនណាបងអូនបន្ទាប់មកចាំយើងបន្ថែមជាមួយនឹងម្សៅស៊ុបបងអូនម្សៅស៊ុបគឺយើងចាក់ទាំងអស់តែម្ដងទៅម្សៅស៊ុបហ៎ពីព្រោះយើងដាក់តិចដែរទេម្សៅស៊ុបចាយើងចាក់ចូលទាំងអស់មកហើយបន្ទាប់មកយើងធ្វើការចាក់ជាមួយនឹងម្សៅរ៉ូឌីម្សៅស៊ុបរ៉ូឌីនេះគឺយើងចាក់ពាក់កណ្ដាលសិនដែរណាបងអូនយើងកុំអាចចាក់ទាំងអស់ពីព្រោះចាំពេលយើងរំងាស់ទឹកមាន់ហ្នឹងឲ្យវាដាច់សិនចាំយើងបន្ថែមគ្រឿងតាមក្រោយទៀតណាបងអូនឥឡូវនេះយើងធ្វើការទុករំងាស់ឲ្យវាចេញទឹកឆ្អាបពីសាច់មាន់ឲ្យអស់សិនបន្ទាប់មកចាំយើងបន្ថែមគ្រឿងហើយនឹងដាក់ទឹកបន្ថែមបន្ទាប់ពីយើងរំងាស់ទុកវាចោលឲ្យដាច់ទឹកជាតិឆ្អាបសាច់មាន់ហើយយើងមកធ្វើការបន្ថែមជាមួយនឹងទឹកណាបងអូនយើងបន្ថែមទឹកឥឡូវនេះគឺនាងខ្ញុំបន្ថែម1កាសិនបន្ទាប់មកចាំយើងដាក់ថែមបន្តិចទៀតឥឡូវយើងធ្វើការចាក់ទឹកថែម1កាទៀតណាបងអូនអញ្ចឹងឥឡូវនេះនាងខ្ញុំបានថែមទឹកចូលទៅក្នុងឆ្នាំងសម្លនេះចំនួន2កាបងអូនឥឡូវនេះយើងធ្វើការទុករំងាស់វាចោលដើម្បីឲ្យវាចូលជាតិហើយឲ្យសាច់មាន់របស់យើងរៀងផុយបន្តិចចាំយើងធ្វើការភ្លក់មើលសម្រាប់រសជាតិបងអូនអាចកំណត់តាមរសជាតិតាមគ្រួសាររបស់បងអូនបានបងអូនចូលចិត្តជូរផ្អែមប្រៃអីបងអូនអាចភ្លក់ឲ្យបន្ថែមរសជាតិតាមចំណង់ចំណូលចិត្តរបស់បងអូនបានណាបងអូនឥឡូវគឺថាទឹកសម្លរបស់យើងគឺថាពុះខ្លាំងមែនតើយើងយកវែកមកដុសពពុះដែលនៅលើនេះចោលឲ្យអស់បងអូននិយាយទៅឲ្យតែមានពពុះគឺយើងត្រូវតែដុសចោលឲ្យអស់កុំទុកពពុះអស់នេះគឺវាចេញពីសាច់មាន់ចេញមកពីបន្លែដែលយើងដាក់ចូលក្នុងនឹងគ្រឿងអីអញ្ចឹងណាបងអូនអញ្ចឹងពពុះនេះយើងកុំទុកយើងត្រូវតែដុសចោលបងអូនទៅទឹកសម្លរបស់យើងមើលទៅវាថ្លាល្អអញ្ចឹងណាបងអូនបន្ទាប់ពីយើងដុសពពុះក្នុងទឹកសម្លចេញហើយអាគ្រឿងដែលយើងនៅសល់ហ្នឹងយើងចាក់ចូលឲ្យអស់មកបងអូនមិញនេះគឺខ្ញុំចាក់ស្ករសចូលបន្ទាប់មកគឺចាក់ជាមួយនឹងម្សៅស៊ុបរ៉ូឌីចូលនៅសល់ទាំងប្រហែលគឺយើងចាក់ចូលឲ្យអស់មកគ្រឿងដែលយើងដាក់អស់មិញហ្នឹងឥឡូវនេះយើងចាក់ទឹកត្រីចូលបន្ថែមទៀតណាបងអូនហើយកុំភ្លេចធ្វើការជ្រុំជាមួយនឹងអំបិលទុំផងណាបងអូនបច្ចេកគ្រឿងកញ្ចប់ដែលនេះខ្ញុំបង្ហាញមុនហ្នឹងគឺវាមានជាតិជូរនៅក្នុងហ្នឹងស្រាប់អញ្ចឹងយើងជ្រុំអំបិលទុំដាក់ចូលគឺយើងដាក់មកល្មមសិនបានហើយកុំអាចដាក់ច្រើនកាឡូវាជូរជ្រុលអញ្ចឹងណាបងអូនយើងធ្វើការដាក់បន្តិចសិនហើយយើងភ្លក់មើលបើសិនជាជូរល្មមអាហ្នឹងគឺយើងមិនដាក់ថែមទៀតទេបន្ថែមនៅស្ទើជូរអីចាំយើងដាក់បន្ថែមទៀតអញ្ចឹងណាបងអូនបន្ទាប់ពីយើងជ្រុំអំបិលទុំដាក់ចូលហើយយើងធ្វើការទុកឲ្យវាពុះមួយសន្ទុះមួយផ្លែសិនចាំយើងធ្វើការភ្លក់បងអូនបើតែបងអូនញ៉ាំប្រហុកអាចបន្ថែមជាមួយប្រហុកបានសម្រាប់ផ្ទះនាងខ្ញុំគឺកូននាងខ្ញុំក៏អត់សូវចេះញ៉ាំប្រហុកអញ្ចឹងនាងខ្ញុំអត់ដាក់បោកទេខ្ញុំប្រើទឹកត្រីចំនួនអញ្ចឹងណាឥឡូវពេលដែលទឹកយើងពុះហើយយើងភ្លក់ល្មមហើយយើងចាប់ផ្ដើមបង់បន្លែត្រកួនរបស់យើងយកមកបងអូនត្រូវតែធ្វើការដំឲ្យវាបែកសិនដំឲ្យវាបែកលាងឲ្យស្អាតហើយចាំយើងយកមកដាក់ស្លពីព្រោះយើងអាចដាក់ទាំងមួយបានទេស្លម្ជូរគ្រឿងគឺវាអត់មានរសជាតិឆ្ងាញ់អញ្ចឹងសម្រាប់ត្រកួនចង់ឲ្យវាឆ្ងាញ់បងអូនត្រូវតែធ្វើការដំឲ្យវាបែកដូចនាងខ្ញុំចេះសិន
ចឹងយើងចាប់ផ្ដើមដាក់ត្រកួនចូលទៅក្នុងឆ្នាំងសម្លហើយពេលដែលយើងដាក់ត្រកួនហើយបងអូនកុំអាបិទភ្លើងណាយើងទុកវាមួយសន្ទុះសិនដើម្បីឲ្យត្រកួនយើងវារៀងឆ្អិនបន្តិចហើយចាំយើងធ្វើការបង់ម្រះព្រៅបងអូនយើងដាក់ត្រកួនឲ្យវារៀងឆ្អិនបន្តិចហើយចាំយើងធ្វើការបង់ជាមួយនឹងម្រះព្រៅគឺហើយជាការស្រេចតែម្ដងជាមួយនឹងសម្លម្ជូរគ្រឿងសាច់មាន់និយាយទៅគឺវិធីធ្វើងាយងាយអត់ពិបាកទេបងអូនអញ្ចឹងបងអូនដែរក៏អត់តន់ចេះធ្វើអាចមើលនៅក្នុងវីដេអូរបស់អ្នកខ្ញុំនេះបានរៀនធ្វើតាមអ្នកខ្ញុំបានណាសម្រាប់ម្ជូរគ្រឿងអ្នកខ្លះក៏គាត់ប្រើជាមួយនឹងសាច់គោអ្នកខ្លះក៏ប្រើជាមួយនឹងឆ្អឹងចំណីជ្រូកប៉ុន្តែសម្រាប់អ្នកខ្ញុំសាច់គោគឺវាប្រើពេលរៀងយូរអញ្ចឹងតែអ្នកខ្ញុំជ្រើសរើសស្លោជាមួយនឹងសាច់មាន់គឺវាងាយស្រួលហើយវាបានឆាប់បានញ៉ាំវាឆ្អិនលឿនអញ្ចឹងបងអូនហើយសម្រាប់សាច់មាន់វិញគឺអ្នកខ្ញុំប្រើជាមួយនឹងសាច់មាន់3សាបកុំយកអាមាន់ស្វិតក៏វាប្រើពេលរំងាស់រៀងយូរដែរតម្រាំតែវាផុយអញ្ចឹងអ្នកខ្ញុំថ្ងៃនេះគឺអ្នកខ្ញុំស្លោជាមួយនឹងសាច់មាន់3សាសបងអូនអញ្ចឹងឥឡូវហ្នឹងគឺថាត្រកួនរបស់យើងបានឆ្អិនហើយចំក្រោយគេគឺយើងដាក់ជាមួយនឹងម្រះព្រៅបងអូនម្រះព្រៅដែលយើងបានបេះហើយលាងស្អាតហ្នឹងគឺយើងដាក់ចូលទៅក្នុងឆ្នាំងសម្លហ្នឹងទៅបច្ចេកសម្រាប់ស្លម្ជូរគ្រឿងនេះម្រះព្រៅគឺយើងបង់ក្រោយគេបងអូនពេលដែលយើងបិទភ្លើងហើយយើងធ្វើការបង់ម្រះព្រៅមកគឺហើយជាការស្រេចតែម្ដងណាបងអូនអញ្ចឹងគឺសម្លម្ជូរគ្រឿងរបស់យើងគឺងាយវិធីធ្វើគឺអត់ពិបាកទេបងអូនបើបងអូនអត់មានពេលទេអាចទិញគ្រឿងស្រាប់ដូចដែលនាងខ្ញុំបានបង្ហាញអញ្ចឹងទៅឬក៏ទិញនៅផ្សារក៏គេមានលក់គ្រឿងបុកស្រាប់ដែរបងអូនតែបើបងអូនខ្លះគាត់អត់ចូលចិត្តញ៉ាំបុកគ្រឿងបុកស្រាប់ទេគាត់អាចទិញគ្រឿងយកមកបុកខ្លួនឯងបានឥឡូវនេះគឺថាសម្លម្ជូរគ្រឿងរបស់នាងខ្ញុំមួយឆ្នាំថ្ងៃនេះគឺបានឆ្អិនជាការស្រេចហើយឥឡូវនេះខ្ញុំធ្វើការបិទភ្លើងបន្ទាប់មកនាងខ្ញុំធ្វើការដួសដាក់ចានណាបងអូនឥឡូវនេះគឺនាងខ្ញុំធ្វើការដួសសម្លដាក់ក្នុងចានណាបងអូនអញ្ចឹងសម្រាប់ស្លរបស់យើងគឺងាយវិធីធ្វើងាយស្រួលតែប៉ុន្តែឯងបងអូនអត់មានអីពិបាកទេអញ្ចឹងនាងខ្ញុំធ្វើការដួសសម្លដាក់ក្នុងចានហើយនេះចាសម្លរបស់យើងគឺថាយើងបានដួសដាក់ក្នុងចានរួចរាល់ហើយទំនងទេបងអូនសម្លម្ជូរគ្រឿងរបស់យើងគេថាឈ្ងុយឆ្ងាញ់ពេញផ្ទះតែម្ដងចាយើងបន្ថែមជាមួយនឹងទឹកត្រីហើយនឹងកាត់ម្ទេសបែបនេះទៀតមកហើយថែមជាមួយនឹងបាយសទៀតមកបងអូនគឺថាចាប់ជាតិគ្នាតែម្ដងបងអូនអញ្ចឹងបងអូនដែលគាត់អត់តន់ចេះធ្វើអាចរៀនធ្វើតាមនាងខ្ញុំបានអរគុណច្រើនបងអូនសម្រាប់ការចូលចិត្តនិងតាមដានវីដេអូរបស់នាងខ្ញុំអរគុណច្រើន